បាទសួស្តីអ្នកទាំងអស់គ្នានៅពេលនេះយើងបន្តខ្សែរឿងរបស់យើងជាបន្តទៀតចឹងបើសិនអ្នកនរពេញចិត្តវីដេអូនេះកុំភ្លេចចុច like និង subscribe ឲ្យ admin ម្នាក់មួយផងហើយចំពោះបងប្អូនយើងដែលចង់ខ្សែរឿងបានលឿនគឺអាចតំណែងមកកាន់ admin បានចំពោះតម្លៃគឺធូរថ្លៃនោះទេសមាជិកយើងកាន់តែច្រើនតម្លៃយើងក៏នឹងកាន់តែថោកតាមនោះផងដែរនៅក្នុងរយៈពេលគឺចេញលឿនជាង YouTube ច្រើនភាគហើយដល់ភាគទី400ជាងហើយចំពោះព័ត៌មានលម្អិតអ្នកនរអាច check មើលខំៗបានបាទហ្នឹងហើយកុំឲ្យខាតពេលវេលាយូរទៀតយើងបន្តខ្សែរឿងរបស់យើងជាបន្តទៀតនៅពេលនេះផាកសជាមួយដណ្ដឹងខារ៉ូទីក៏បានដឹកនាំមនុស្សរបស់ពួកគេធ្វើការវិវហាទៅខាងក្នុងតែម្ដងស្របពេលជាមួយគ្នាដែរគ្រូជាតិក៏បានបញ្ជានៅកងទ័ពគាត់ហក់មកដូចគ្នានៅពេលដែលពួកគេបានឃើញកប៉ាល់របស់គ្រូជាតិជាង200គ្រឿងមកពួកគេក៏ពិតជាមានការឆ្លាតខ្លាំងណាស់នៅខាងក្រោមកប៉ាល់ទាំងអស់នោះមានកងទ័ពចម្លើយមួយក្រុមកំពុងតែបញ្ញាមកពួកគេត្រូវបានបំបែកទៅជាពីរកងទ័ពប្រភេទផ្សេងគ្នាការរៀបចំរបស់គ្រូជាតិគឺពិតជាអស្ចារ្យណាស់ធ្វើឲ្យខារ៉ូទីគឺពិតជាមានការឆ្អើរនិងមានការឆ្ងល់យ៉ាងខ្លាំងពួកគេក៏បានសួរឲ្យថានេះតើគ្រូជាតិនេះឈួតយ៉ាងណាទៅបានជារៀបចំកងទ័ពបែបនេះខណៈពេលដែលខារ៉ូទីកំពុងតែស្ជិះគិននោះផាងសក៏បានស្រែកមកពីចម្ងាយថាខារ៉ូទីសម្រាប់អាក្មេងនោះចោលទៅខារ៉ូទីខារ៉ូគាត់ត្រូវបានរបូតនៅពេលដែលលោកតាពីការជើងបានទាយវាចុះកំបិតស្ញាប់គាត់ត្រូវបានយកទៅបាត់សូម្បីតែអាវធំក្របរាងកាយរបស់គាត់ក៏បានបាត់ទៅដែរនៅពេលដែលគាត់លើសំឡេងផាកសគាត់បានលើកខោរបស់គាត់មកវិញយ៉ាងលឿនហើយត្រៀមនឹងទាយខ្សែក្រវ៉ាត់របស់គាត់ដើម្បីរំជុំវិញចង្កេះរបស់គាត់ប៉ុន្តែនៅពេលដែលគាត់ចាប់ផ្ដើមទីមិនតារកគ្មានឃើញខ្សែក្រវ៉ាត់នៅជុំវិញចង្កេះរបស់គាត់នោះទេគឺបាត់អស់លេងតែម្ដងណាចុងរាយោស្មាតវីរ៉ាអាចារ្យនោះក៏ពិតជាខ្លាំងពេកហើយជំនួយការសម្រាប់ខ្ញុំគាត់បែរជាលួចខ្ញុំទៅវិញតើខ្ញុំអាចការពារខ្លួនខ្ញុំបានដល់ឬណាទៅនៅពេលដែលអស់របស់ទាំងនេះហើយនោះរាងកាយរបស់គាត់ចាប់ដើមញ័រយ៉ាងខ្លាំងញើសជាបែកពេញថ្ងាសតែម្ដងប៉ុន្តែគាត់ក៏ខឹងខ្លាំងណាស់ដែរគាត់បានប្រើប្រាស់កម្លាំងគាត់នៅពេលគាត់បានប្រែរូបគាត់ដៃរបស់គាត់ក៏បានលេចចេញមកពីខាងក្រៅខ្នងចំនួន4រាងកាយរបស់គាត់អាក្រាតពេកកណ្ដាលនៅពេលដែលគាត់បានលើកដៃស្អាតរបស់គាត់ចង្អុលទៅចន្លោះចាររបស់គាត់ដោយសម្លេងស្វិចអណ្ដាតភ្លើងខ្លាំងខ្លាក៏បានចេញភ្លាមបាញ់ត្រង់ទៅរកតាវិការជើងជាមួយទៅនឹងឈិនមូដែលកំពុងតែរត់គេចខ្លួនអណ្ដាតភ្លើងព្រួយគឺពិតជាលឿនណាស់ផាកសោមានការឆ្អើរខ្លាំងខារ៉ូទីបានបញ្ចេញនៅការវាយប្រហារដ៏អស្ចារ្យបែបនេះពេលនេះផាកសោបាននិយាយទៅថាប្រសិនបើខ្ញុំយកសភៅមានទៅវិញបានហើយបន្តទៅជំហានបន្តដើម្បីប្រែក្លាយជាព្រះនោះខ្ញុំនឹងអាចការពារឪពុករបស់ខ្ញុំបានយ៉ាងងាយស្រួលសភៅមានរបស់ខ្ញុំសភៅមានរបស់ខ្ញុំបេះដូងរបស់គាត់ហាក់បីត្រូវបានគេហែកជាបំណែយ៉ាងអញ្ចឹងនៅពេលដែលសភៅមាននោះត្រូវបានបាត់ពលឺព្រួយបានដេញតាមជាមួយតាវិការជើងស្រាប់តែលោកតាវិការជើងបានបោះបង់អ្វីដែលគាត់បានលួចមកទាំងអស់ហើយបន្ទាប់មកគាត់ក៏បានធ្វើណាលឿនដូចផ្លេបន្ទោយ៉ាងអញ្ចឹងនៅពេលដែលរបស់ទាំងនោះបានធ្លាក់ចេញពីរាងកាយរបស់គាត់ខាងទីបានជួយបញ្ចាំបន្តិចទាំងការសង្ស័យយ៉ាងខ្លាំងកម្លាំងរបស់តាអាចារ្យនោះមិនខ្លាំងដូចខ្ញុំទេប៉ុន្តែបន្ទាប់ពីគាត់បានជាទៅនេះហើយគាត់ក៏បានឈប់គិតទៅវិញហើយក៏បានប្រើប្រាស់កម្លាំងវិភាគរបស់គាត់ម្ដងទៀតដេញតាមទៅកាន់ទិសដៅដែលពួកគេបានចាក់ចេញបច្ចេកទេសរបស់លោកតាវិការជើងបានផ្លាស់ប្ដូរម្ដងហើយម្ដងទៀតឧបសគ្គនៅក្នុងលំហមិនអាចធ្វើឲ្យគាត់ឈប់នៅមួយកន្លែងបានទេគាត់បានហត់ទៅកវកជានិច្ចនៅពេលដែលគាត់បានផ្លាស់ទីជាច្រើនដងនៅពេលដែលគាត់បានផ្លាស់ទីកាន់តែលឿនទៅចម្ងាយរបស់គាត់ជាមួយនឹងព្រុយនោះកាន់តែឆ្ងាយទៅអង្គញាវ័យក៏បានហត់ឡើងទៅលើផ្ទៃអាកាសខណៈពេលដែលគាត់បានកាន់ដាវរបស់គាត់ហើយបានកាត់ឈ្មោះទៅកម្មព្រុយបានដេញតាមពួកគេទាំងពីរនាក់នោះសម្លេងផ្ទុះក៏បានលឺឡើងយ៉ាងខ្លាំងក្លាអង្គញាវ័យក៏បានថយក្រោយផងដែររាងកាយគាត់បានងើបបន្តិចបន្ទាប់មកគាត់បានងើបឡើងវិញហើយក៏បានចុះទៅលើកប៉ាល់វិញនៅពេលដែលគាត់បានសើចខ្លាំងខានទីឯងគឺពិតជាមានជំនាញល្អមែនទោះបីជាគាត់បានទប់ទល់ការវិវហានេះក៏ដោយប៉ុន្តែការវិវហានេះនៅតែមិនទាន់បញ្ចប់ឡើយទេកម្លាំងរបស់គាត់គឺសោជាងខារ៉ូទីខណៈពេលថាពោព្រុយនៅតែនៅមានឧត្តមសេនីយ៍ម្នាក់ក៏បានប្រើប្រាស់កម្លាំងរបស់គាត់ប្រែក្លាយជាកញ្ញាំដៃធំមួយទៅចាប់កម្មស្វេពន្លឺព្រួយនោះគាត់ក៏បានស្រែកឡើងយ៉ាងខ្លាំងកម្លាំងឈាមគាត់សាប់តែផ្ទុះចេញបាតុកិច្ចជាមួយទៅនឹងកម្លាំងព្រួយគាត់បានតថយក្រោយពី3ជំហានមុនពេលដែលគាត់អាចទប់ទល់ជាមួយនឹងកម្លាំងព្រួយនៅសេសសល់បានគាត់មើលទៅគឺពិតជាមានការឆ្អាលខ្លាំងណាស់សូម្បីតែការវិហាររបស់ញ៉ាវ័យម្ដងហើយក៏នៅតែធ្វើឲ្យព្រួយនេះមានកម្លាំងខ្លាំងដដែលគាត់ក៏បានកោតសរថាខណ្ឌទីនៅក្នុងចក្រភពប៉ារៀងគឺពិតជាខ្លាំងណាស់គាត់គ្រាន់តែខ្សោយជាងគ្រូជាតិបន្តិចនៅពេលនេះខណ្ឌទីជាមួយទៅនឹងស្ដេចសាមញ្ញទាំងអស់គឺបាត់បង់របស់ទាំងអស់របស់ពួកគេបាត់ទៅហើយពួកគេគ្មានអាវុធឬក៏របស់ការពារខ្លួនទេសន្លេងត្រែក៏បានបន្លៅមកពីខាងក្រោយកងទ័ពរបស់កងសម្ព័ន្ធទាំងអស់បានហូរចូលមកយ៉ាងស្ថិរស្ថេរដូចជាទឹកចំនួនយ៉ាងអញ្ចឹងកងទ័ពនៅវាស្មៅបានជិះសេះកងទ័ពនៅរាជវង្សយ៉ាងកាងក៏បានជិះសេះបុកទៅខាងមុខដូចគ្នាសង្គ្រាមធំក៏បានផ្ទុះឡើងយ៉ាងខ្លាំងក្លានៅពេលដែលកងទ័ពទាំងអស់បានវាយប្រហារបុកចូលទៅកិច្ចគ្នាខារ៉ូទីក៏បានសើចឡើងខ្លាំងនៅពេលដែលគាត់បានយកដៃរចង្កេះរបស់គាត់កុំឲ្យខោជ្រុះហើយក៏បាននិយាយថាចុះបាទចៅតូចនោះវាលួចយកទ្រព្យសម្បត្តិរបស់ខ្ញុំតែវាយ៉ាងម៉េចយើងគឺជាបរិសុទ្ធពិតប្រាកដនៅពេលដែលយើងបញ្ជូននៅលើសមរភូមិទាំងអាក្រាតកាយនោះឈាមរបស់យើងនឹងកាន់តែក្តៅឡើងវាពេញរាងកាយរបស់យើងហើយចេតនាសម្រាប់យើងនឹងកាន់តែខ្លាំងដូចគ្នាដូច្នេះវាធ្វើឲ្យកងសម្ព័ន្ធយើងកាន់តែរឹងមាំឡើងទោះបីជាវាស្មៅធំទលេក៏ដោយក៏វានៅតែមានព្រំដែននៃទីបញ្ចប់ដែរម្យ៉ាងទៀតរាជវង្សយ៉ាងកាងគឺពិតជាសម្បូរបែបនិងមានការរីកចម្រើនមានពួកស្ត្រីនិងដីធ្លីច្រើនណាស់នៅក្នុងរាជវង្សយ៉ាងកាងជួយយើងប្រយុទ្ធឲ្យអស់ពីសមត្ថភាពរបស់ពួកយើងនៅក្នុងសមរភូមិនៅថ្ងៃនេះ
នេះនៅពេលដែលយើងដើមយករាជវង្សចាងកាងនឹងច្រកទ្វារឈៀងហើយដល់ពេលនោះរាជវង្សចាងកាងនឹងប្រែក្លាយជាវាស្មើថ្មីរបស់ពួកយើងវាស្ទើរតែគ្រប់ទាំងអស់បានសាយឡើងខ្លាំងៗក្នុងពេលតែមួយពួកគេក៏បានផ្ទុះនៅកម្លាំងរបស់គេយ៉ាងខ្លាំងក្លាមានរូបភាពព្រះនារីផ្សេងៗនៅខាងក្រោយខ្នងរបស់ពួកគេនៅពេលដែលពួកគេសម្លឹងមើលទៅកាន់ smartphone នេះយ៉ាងកាយសាហាវតែម្ដងពួកគេម្នាក់ៗសុទ្ធតែមានវិធីសាស្ត្រនិងបច្ចេកទេសរៀងៗខ្លួនអ្នកខ្លះរត់លើដីអ្នកខ្លះជិះសេះអ្នកខ្លះជិះពពែចឹងទៅហើយផាងសូលគឺពិតជាមានការសិស្ទើនៅពេលដែលគាត់បានដើរតាមពីក្រោយពួកគេគាត់បានហត់រកស្ដេចសាមញ្ញម្ដងហើយក៏បាននិយាយទៅថាខ្ញុំចង់ត្រឡប់ទៅវិញនៅលើនេះវាច្បាំងនៅក្នុងរាជវង្សចាងកាងមេតថ្មីបានឈរនៅខាងលើកប៉ាល់ហើយក៏បានស្រែកឲ្យពួកគេប្រយុទ្ធទៅខាងមុខយូយានជាមួយទៅនឹងឈូយុននៅក្បែរគាត់ហើយមេតទាំងពីរបានសម្លឹងមើលទៅកាន់វាស្មើដូចគ្នាផងដែរគេក៏បាននិយាយទៅថាលោកដំសម័យស្ត្រីគឺបានមកដល់ជើងក្នុងចម្ងាយ160ម៉ែលរួចហើយទឹកមុខរបស់មេតបានផ្លាស់ប្ដូរទេនៅពេលដែលគាត់បាននិយាយទៅថាបន្តទៅខាងមុខទៀតប្រាប់ខ្ញុំផងនៅពេលណាដែលពួកយើងទៅដល់ចម្ងាយ80ម៉ែលទឹកមុខរបស់ឈូយុនជាមួយទៅនឹងយូយានបានបង្ហាញការតាំងចិត្តយ៉ាងខ្លាំងនៅពេលដែលពួកគេបានធ្វើការគ្រប់តាមបញ្ជានេះមិនយូរប៉ុន្មានពួកគេក៏បានរីកាទៅលោកឧត្តមសេនីយ៍សត្រូវបានមកដល់ចម្ងាយ80ម៉ែលហើយបន្ទាប់ពីគាត់បានប្រាប់ហើយលោកមេតបនៅតែបិទភ្នែកហើយក៏បាននិយាយទៅម្ដងទៀតថានៅពេលដែលស្ថិតនៅក្នុងចម្ងាយ50ម៉ែលត្រូវតែប្រាប់ខ្ញុំម្ដងទៀតយូយានជាមួយទៅនឹងឈូយុនក៏បានជួយចាប់បន្តិចផងដែរប៉ុន្តែពួកគេក៏បានធ្វើតាមបញ្ជាដូចគ្នាសម្លេងរបស់កងទ័ពក៏បានម្លងសត្រូវបានមកដល់ចម្ងាយ40ម៉ែលហើយនៅពេលដែលលើហើយពួកគេទាំងពីរនាក់ក៏បានធ្វើការរីកាទៅកាន់មេតបម្ដងទៀតលោកមេតបនេះបានប្រាប់ថាផ្សាយបញ្ជាកប៉ាល់ទាំងអស់ធ្វើការដុតកំភ្លើងធំទៅយើងធ្វើការបាញ់ក្នុងរយៈចម្ងាយ50ម៉ែលឈូយុនជាមួយទៅនឹងយូយានក៏បាននិយាយទៅថាលោកមេតបពិតជាអាចទប់ទល់បានតាមមែនទេចាំយើងរងចាំចម្ងាយ30ម៉ែលទៅចាំបាញ់យ៉ាងម៉េចដែរ30ម៉ែលគឺពិតជាចម្ងាយខ្លីមួយក្នុងការវិប្រហានេះគឺពិតជាល្អជាងមេតបជៀនក៏បានសម្លឹងមើលទៅកាន់ដាវរបស់គាត់ហើយក៏បាននិយាយទៅថាបញ្ជារបស់យុលជាតិគឺជាអ្វីដែលយើងមិនអាចប្រកែកបានទេចម្ងាយនេះគឺយើងត្រូវតែវិប្រហាវាមិនមែនត្រឹមតែកម្ចាត់ស្រូវទេនៅចម្ងាយ160ម៉ែលស្រូវនឹងមានអាកាសរត់គេចខ្លួនហើយសំខាន់ជាងនោះទៀតនោះវានឹងពិបាកក្នុងការវិប្រហាដែលនៅក្នុងចម្ងាយឆ្ងាយនៅមានចម្ងាយ80ម៉ែល 60% នៃស្រូវនឹងអាចរត់គេចខ្លួនបាននៅពេលដែលស្ថិតនៅក្នុងចម្ងាយ40ម៉ែលមានតែ 30% នៃស្រូវប៉ុណ្ណោះដែលអាចរត់គេចខ្លួនបានចាកចេញប៉ុន្តែពួកមេតបធំៗរបស់គេគឺនៅតែអាចរត់គេចខ្លួនបានបើសិនជាស្ថិតនៅក្នុងចម្ងាយ30ម៉ែលសូម្បីតែអត្រានៃការរត់រានមានជីវិតរបស់គេនៅពេលយើងបានបាញ់កំភ្លើងធំទៅហើយនោះវាស្ទើរតែមេតបធំៗនោះគឺមិនអាចរត់គេចខ្លួនបាននោះទេនេះគឺជាអ្វីដែលខ្ញុំចង់ប្រាប់អ្នកនរគ្នាបន្ទាប់ពីស្ដាប់ការបញ្ចូលនេះហើយយូយានជាមួយទៅនឹងឈុនយូក៏បានដកដង្ហើមធំទាំងការកោតសរសើរផងដែរលោកមេតបជានៅតែជាលោកមេតបមែនឈូយុនអាចទទួលបានសមិទ្ធផលនៅថ្ងៃនេះបន្ទាប់ពីរៀននៅចេតនាដើមពីលោកហើយមើលទៅនៅពេលដែលពួកគេបានរៀបចំកំភ្លើងធំរួចការស្វែងពន្លឺពណ៌សរពន្ធក៏បានបាញ់ចេញទៅលើផ្ទៃអាកាសភ្លាមៗតែម្ដងមនុស្សទាំងអស់ដែលនៅភាគីខាងស្រូវគឺពិតជាមានការផ្អើលខ្លាំងណាស់នៅពេលដែលមនុស្សមួយចំនួនកំពុងតែទប់ទល់ជាមួយនឹងអញ្ញាវ័យជាមួយនឹងមេតបធំមួយចំនួនទៀតនៅខាងលើតុទងជាតិត្រូវបានលើកឡើងទៅដោយមេតបហើយកំភ្លើងធំក៏បានផ្លាស់ប្ដូរទិសដៅនៃការបាញ់នៅពេលដែលមេតបជៀនបានចង្អុលកំភ្លើងនឹងបាញ់ទៅកាន់ទីនោះយូយានជាមួយទៅនឹងឈុនយុនបានគ្រប់គ្រងកងនាវានៅខាងលើដើម្បីធ្វើការវិប្រហាទៅកាន់អាណាចក្រប៉ាព្រាខណៈពេលដែលដើរដែលបានគ្រប់គ្រងទៅដោយនាវាខាងក្រោមដោយព្យួរដីនៅពួកគេទៅជាជំរាកនៅពេលដែលពួកគេបានពុះហាយផ្ទៃដីដោយការស្វែងនៃពន្លឺឡាស៊ែចេញពីកំភ្លើងក្រុមកងទ័ពជិះសេះជាមួយនឹងកងទ័ពថ្មើរជើងក៏បានខ្ចាស់ខ្ចាយទៅគ្រប់ទីកន្លែងភ្លាមដោយសារតែការវិវហាទៅលើផ្ទៃដីនេះក្លែងប្រកាន់ឈិនមួយជាមួយទៅនឹងតាវិការជើងវិញពួកគេបានមកដល់ច្រកទ្វារដើមវិញហើយពួកគេបានសម្លឹងមើលទៅកាន់លោកតាមេភូមិដែលនៅតែផឹកតែនៅខាងក្នុងប៉មទីក្រុងបន្ទាប់មកពួកគេមានអារម្មណ៍ថាដូចជាធូរសារក្នុងចិត្តបន្តិចបន្ទាប់ពីឬផុតពីការដេញតាមគ្រូជាតិនៅជាមួយលោកតាមេភូមិហើយគាត់ក៏បានផឹកតែបន្តិចដែរនៅពេលដែលគាត់បាននិយាយទៅថាជីនសានសាំងគឺពិតជាអាចទុកចិត្តខ្លួនឯងបានហើយសមត្ថភាពរបស់គាត់នៅក្នុងជំនាញដើររបស់គាត់ក៏មិនទាន់ខ្សោយផងដែរដោយសារតែសមត្ថភាពដូចជាដើររបស់គាត់អាចត្រូវបានចាត់ទុកថាគឺជាអ្នកជំនាញស្ថិតនៅក្នុងចំណុចចិត្តនិងឈានដល់ចំណុចកំពូលហើយដែរលោកតាភូមិក៏បាននិយាយទៅថាជំនាញដើររបស់គាត់មានសមោលនៃជំនាញដើររបស់លោកប៉ុន្តែអ្វីចម្លែកនោះគឺថាវាក៏មានសមោលនៃជំនាញដើររបស់ខ្ញុំផងដែរគ្រូជាក៏បានក៏ក្បាលតិចផងដែរនៅពេលដែលគាត់បាននិយាយថាខ្ញុំមិនដែលបង្រៀនគាត់ពីមុនមកទេបន្ទាប់មកពួកគេក៏បានកន្លែងមើលទៅកាន់ឈិនមួយជាមួយតាវិការជើងដែលបានមកដល់ប្រសិនបើគ្មាននរណាម្នាក់បានបង្រៀនដើរទាំងអស់នេះទៅកាន់ជានសានសេងទេតាំងវាអាចថាគឺជាឈិនមួយដែរទេពួកគេទាំងពីរនាក់បានជួយចាំបន្តិចនៅពេលដែលពួកគេបានឃើញថាគាត់បានកាន់សិភៅចម្លើយមួយក្បាលមកទីនេះហើយក៏មានខោតំណជាមួយនឹងរបស់របរផ្សេងទៀតផងដែរនៅពេលដែលមកដល់តាវិការជើងបាននិយាយទៅទាំងមិនពេញចិត្តមួយយើងត្រូវបង្ខំចិត្តបោះបង់របស់របរទាំងអស់ចោលប៉ុន្តែឯងមិនបានធ្វើវាទេដោយសារតែឯងមិនបានបោះបង់ចោលហើយនោះឥឡូវនេះតំណែងចោលលេខ1គឺត្រូវបានធ្លាក់ទៅលើឯងហើយវិញឈិនមួយក៏បានក្បាលហើយក៏បាននិយាយថាស្មារតីរបស់ខ្ញុំនៅតែទាបជាលោកតាទេខ្ញុំមិនអាចត្រូវចាត់ទុកថាគឺជាលេខ1បានទេលើនេះហើយលោកតាវិការជើងក៏បាននិយាយថាបោះវាចោលទៅតែខោតំណប់នេះវាមានន័យអ្វីទៅបោះវាចោលទៅឈិនមួយក៏បានដើរ
តែកមុខហើយក៏បានបោះសភៅពុំទៅខាងមុខទៅនៅពេលគាត់បានដាក់សភៅលើតុហើយគាត់ក៏បានស្រោកក្លិនតែបន្តិចហើយក៏បាននិយាយទៅកាន់លោកតាភូមិថាខ្ញុំមានស្លឹកតែល្អៗមួយចំនួនដែលខ្ញុំទទួលបានមកពីចៅហ្វាយវ័យក្មេងស៊ូស៊ីងហូមកពីឋានសួគ៌ខ្ពស់ខ្ញុំបានសុំតែខ្លះៗមួយគាត់នៅពេលខ្ញុំបានជជែកជាមួយគាត់កាលពីពេលនោះលោកតាភូមិជាមួយនឹងគ្រូជាគឺពិតជាមានការឆ្អើតខ្លាំងណាស់នៅពេលដែលគាត់បានសួរថាយ៉ាងម៉េចឋានសួគ៌ខ្ពស់មែនទេតើឯងគឺពិតជាបានជុំនោះមកពីឋានសួគ៌ខ្ពស់ហើយឬតើគាត់បានធ្វើការវិភាគទៅកាន់ឯងដែរទេចិនមកក៏បាននិយាយទៅទាំងកាយឆ្ងល់ថាអត់ទេពួកយើងមិនបានវិគ្នាទេយើងគ្រាន់តែនិយាយគ្នាពីវិបត្តិតែប៉ុណ្ណោះស៊ូស៊ីងហូនោះគឺជាមនុស្សរីករាយខ្លាំងណាស់ខ្ញុំធ្លាប់មានចំនួនជាមួយនឹងគាត់បន្តិចហើយពួកយើងទាំងពីរនាក់សុទ្ធតែជាមនុស្សល្អអត់ខ្ចោះដូចគ្នាលោកតាគាត់ក៏មានរាងកាយអធិរាជដូចជាខ្ញុំដែរអ្វីទៅគឺជារាងកាយអធិរាជគ្រូជាតិគឺពិតជាមានការឆ្ងល់នៅពេលដែលគាត់បានកលេចមើលទៅកាន់ឈិតមូគាត់បានដើរលឺអំពីវីវិនមកទេនៅពេលដែលគាត់បានគាត់បានហើយគាត់ក៏បានកលេចមើលទៅកាន់លោកតាភូមិដោយការសង្ស័យតែម្ដងស្ដាប់តាមអ្វីដែលឈិតមូបាននិយាយគាត់អាចគិតបានថាអ្វីដែលឈិតមូបាននិយាយនេះគឺមានន័យថារាងកាយរបស់គាត់ល្អជាងរាងកាយមនុស្សដែលមានវិញ្ញាណធាតុទាំង5ទៅទៀតបើសិនជាចឹងមែនហេតុអ្វីបានជាគាត់មិនដែលធ្លាប់លឺវីពីមុនមកតើពិតជាមានរាងកាយអធិរាជនៅលើโลกនេះតែមែនទេនៅពេលដែលស្ដាប់បរិហារទឹកមុខរបស់លោកតាភូមិប្រែទៅជារមូលព្រាមតែម្ដងនៅពេលដែលគាត់បានក្អកកាហែមតិចនៅពេលដែលគាត់បានកើតក្នុងចិត្តថាក្មេងរពើនេះហេតុអ្វីបានជាលើកវាមកនិយាយម្ដងទៀតហើយគាត់បានដកហើមធំនឹងការសោកសៅគាត់គឺពិតជាចាស់ហើយចិត្តស្លាប់ទៅហើយគ្រាន់តែការកុហកតូចមួយរបស់គាត់វាធ្វើឲ្យគាត់ធ្លាក់ចូលក្នុងសហភាពបែបនេះនៅក្នុងវ័យចាស់ជរារបស់គាត់ប៉ុន្តែគាត់អាចលាតត្រដាងវាបានយ៉ាងម៉េចទៅគាត់មិនអាចប្រាប់ទៅកាន់អ្នកដទៃបានទេក្នុងនាមគឺជាអធិរាជមនុស្សចាស់គ្រាន់តែគាត់កុហកតែម្ដងតែប៉ុណ្ណោះហេតុអ្វីបានជាធ្វើគាត់មានត្រង់កម្មបែបនេះគាត់តែគិតអំពីរបៀបក្នុងការបិទបាំងវាប៉ុន្តែនៅពេលនេះឈ្មោះក៏បានលើកវាមកម្ដងទៀតចាប់តាំងពីខ្ញុំបានមកកើតរាងកាយអធិរាជមកខ្ញុំពិតជាបានកុហកមនុស្សច្រើនណាស់វាធ្វើឲ្យខ្ញុំពិបាកក្នុងការបោះស្រាយទៅកាន់ពួកគេខ្លាំងណាស់អស់រយៈពេលច្រើនឆ្នាំមកហើយបន្ទាប់ពីគាត់បានគិតយ៉ាងជឿជាក់នៅក្នុងចិត្តហើយគាត់ក៏បានងក់ក្បាលហើយក៏បាននិយាយថាមិនអាចទៅរួចទេដែលមេរិកាអធិរាជទី2នោះលើโลกនេះអត់មានទេស៊ូស៊ីងហូនោះគឺពិតជាមិនមែនជារាងកាយអធិរាជទេឈិនមួយក៏មានការឆ្ងល់ហើយជាពិសេសទៀតនោះគឺជាគ្រូជាតិនឹងឯងគាត់គឺពិតជាមិនដែលឮថាអ្វីទៅគឺជារាងកាយអធិរាជនោះទេក៏លេចទៅកាន់លោកតាវិការជើងវិញគាត់ក៏បានរភើភ្លាមក្នុងនាងគឺជាមនុស្សតែម្នាក់គត់ដែលដឹងអំពីរាងកាយអធិរាជគឺជាលោកតាមេភូមិលោកមេភូមិធម្មតាលោកមិនដែលនិយាយវាទៅកាន់អ្នកណាទេហើយក៏មិនដែលចង់ឲ្យអ្នកណាដឹងអំពីវាច្រើនដែរហើយប៉ុន្តែគួរសង្ស័យនៅចុងក្រោយគាត់នៅតែប្រាប់អត្តកម្បាំងនេះទៅកាន់ពួកគេដដែលលោកតាមេភូមិបានរក្សាចិត្តរបស់គាត់ស្ងប់ស្ងាត់បន្តិចនៅពេលដែលគាត់បានបញ្ជូលទៅកាន់ពួកគេថាក្នុងមួយចំនួនមានតែរាងកាយអធិរាជមួយតែប៉ុណ្ណោះមិនអាចមានពីរបានទេឯរូបកាយអធិរាជផ្សេងទៀតគឺសុទ្ធតែជារូបកាយអធិរាជខ្លាំងៗមិនមែនជារូបកាយអធិរាជពិតប្រាកដនោះទេវាគឺអញ្ចឹងតាំងពីដើមសម័យកាលដំបូងមកម្ល៉េះហើយនៅក្នុងសម័យកាលមួយមានមនុស្សម្នាក់គត់ដែលមានរូបកាយអធិរាជពិតប្រាកដឯងត្រូវតែចងចាំនៅចំណុចមួយនេះយល់ដែរទេកុហកកាន់តែជ្រៅទៅហើយបាទគ្រូជាតិបានស្ដាប់ហើយគឺពិតជាមានការឆ្អើលតើរាងកាយអធិរាជគឺពិតជាមានតែមួយគត់នៅក្នុងលោកតាមែនទេហើយអ្វីដែលមានទាំងអស់គឺសុទ្ធតែជារាងកាយអធិរាជខ្លាំងៗតើនេះគឺពិតជារឿងពិតមែនទេខ្ញុំហាក់វិជាមិនដែលឮទៅទេសោះមិនអត់វាទៅជាអញ្ចឹងហើយអាចកំបានខ្លោនេះគឺពិតជាមិនអាចសម័យបានមែនលោកតាវិការជើងបាននិយាយទៅទាំងរភើបថាដោយដែលខ្ញុំបានទីទុករាងកាយអធិរាជពិតប្រាកដមានតែមួយគត់នៅក្នុងលោកនេះហាឈិនមូក៏មានការរំភើបបន្តិចផងដែរបន្ទាប់មកគាត់ក៏មានការសង្ស័យនៅពេលដែលគាត់បានសួរទៅទៀតថាប៉ុន្តែការបង្ហាញរបស់ស៊ូស៊ីងហូនោះនឹងខ្ញុំគឺពិតជាមិនខុសគ្នាទេការអាចវិភាគនៅក្នុងអាណាចក្រដូចគ្នាគាត់គ្រាន់តែលើសខ្ញុំបន្តិចតែប៉ុណ្ណោះលោកតាមេភូមិក៏បានញញឹមទៅនៅពេលដែលគាត់បានប្រាប់មានហេតុផលមួយដែលអាចដោះស្រាយចម្ងល់នេះបាននោះក៏ព្រោះតែឯងមិនខំប្រឹងប្រែងហ្វឹកហាត់គ្រប់គ្រាន់ទេក្នុងនាមគឺជារូបកាយអធិរាជពិតប្រាកដឯងនឹងត្រូវបានកម្ចាត់ដោយរូបកាយវិញ្ញាណធំទាំង4ឬក៏រូបកាយធាតុទាំង5ឬក៏មួយទៀតគឺជារូបកាយអធិរាជខ្លាំងៗដើម្បីដណ្ដើមយករូបកាយអធិរាជពិតប្រាកដឯងគួរតែមានភាពខ្លាចអៀនចំពោះខ្លួនឯងខ្លះទៅត្រូវតែខិតខំប្រឹងប្រែងហ្វឹកហាត់បានខ្លាំងព្រោះឯងគឺជារាងកាយអធិរាជដែលគ្មានណាម្នាក់អាចយកគ្នាបានបើសិនជាឯងមានរាងកាយអធិរាជហើយមិនខំប្រឹងនោះទេប្រកាសជារាងកាយអធិរាជខ្លាំងៗឬក៏ជារាងកាយធាតុទាំង5នឹងធ្វើការវិវហានដណ្ដើមយកឋានៈរបស់ឯងជាមិនខានឡើយឈិនមូក៏បានក្បាលហើយក៏បានជ័យយ៉ាងមើលមកថាលោកតាកុំបារម្ភអីខ្ញុំពិតជានឹងខិតខំប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀតគិតទៅខ្ញុំពិតជាខ្ជិលពិតមែនក្នុងរយៈពេលប្រហែលថ្ងៃកន្លងមកនេះបើសិនបើខ្ញុំប្រសើរឡើងស៊ូស៊ីងហូកំពុងតែប្រសើរឡើងដូចគ្នាបើសិនបើខ្ញុំជឿច្អូសគាត់ប្រហែលជានឹងអាចលើកខ្ញុំនៅថ្ងៃអនាគតចឹងហើយខ្ញុំមិនអាចជឿច្អូសបានទេបន្ទាប់ពីស្ដាប់ហើយលោកតាផងក៏បានសម្រាប់នៅក្នុងចិត្តបន្តិចនៅពេលដែលគាត់បានគិតថាហើយចៅតូចនេះនៅតែស្លូតត្រង់ពេកដែលនៅតែអាចឲ្យខ្ញុំបោកបញ្ឆោតបានប្រសិនបើក្មេងតូចនេះចាញ់ស៊ូស៊ីងហូគាត់ប្រកាសជានឹងគិតថាគាត់មិនបានធ្វើការខិតខំប្រឹងប្រែងហ្វឹកហាត់គ្រប់គ្រាន់នោះទេដូច្នេះលើកក្រោយខ្ញុំនឹងមានលេសដើម្បីប្រាប់ទៅកាន់គាត់ចាញ់យ៉ាងនេះជាមិនខានឡើយក្មេងនេះពិតជាសង្ស័យច្រើនពេកហើយគ្រូជាក៏បានចូលកតនៈផងដែរចំពោះរាងកាយអធិរាជនេះហើយគាត់ក៏បានសួរទៅថាប្រជាលោកបាននិយាយថាអាមេរិកអធិរាជខ្លាំងៗដូច្នេះតើពួកវាមានតំណែងអ្វីទៅតើប្រជាអាចបញ្ចុះខ្ញុំបានដែរទេលោកតាភូមិបានបើកផ្នែកឡើងធំភ្លាមតែម្ដ
ឈិនមូគឺពិតជាងាយស្រួលក្នុងការឲ្យគាត់បោកបញ្ឆោតប៉ុន្តែរូបជានេះគឺពិតជាមិនចឹងទេបាទគាត់បានអอกឲ្យពីម្ដងហើយក៏បាននិយាយថារវាងរាងកាយអត្រាខ្លាំងក្លាជាមួយនឹងរាងកាយអត្រាពិតប្រាកដវាគឺជាការតស៊ូដើម្បីជោគជ័យរបស់ពួកគេមានរាងកាយអត្រាតែមួយគត់នៅក្នុងលោកនេះហើយអាចមានតែមួយតែប៉ុណ្ណោះប៉ុន្តែអាចរាងកាយអត្រាខ្លាំងក្លាជាច្រើនទៀតយើងធ្លាប់បានលើអំពីរឿងព្រេងនិទានជាច្រើនដែលយើងតាមរឿងព្រេងមួយបាននិយាយថាប្រសិនបើរាងកាយម្ចាស់អត្រារាងកាយដើមត្រូវបានកម្ចាត់ចោលទៅដោយម្ចាស់រាងកាយអត្រាខ្លាំងក្លានោះហើយបានឆក់ជោគជ័យរបស់គេហើយម្ចាស់រាងកាយអត្រាខ្លាំងក្លាជារាងកាយអត្រាពិតប្រាកដចំពោះការពិតអត់នោះគឺយើងមិនដឹងទេគ្រូជាក៏បានគិតយ៉ាងស៊ីជម្រៅមួយស្ទុះមុនពេលដែលគាត់បាននិយាយបន្តការតស៊ូដើម្បីដណ្ដើមជោគវាសនារបស់រាងកាយអត្រានិងរាងកាយអត្រាខ្លាំងក្លានេះគឺពិតជាគួរចាប់អារម្មណ៍ខ្លាំងណាស់ទោះជាយ៉ាងណាក៏ដោយនោះតើរាងកាយអត្រាខ្លាំងក្លាដឹងដល់របៀបណាថាពួកគេកំពុងតែប្រគួតប្រជែងជាមួយនឹងរាងកាយអត្រាពិតប្រាកដប្រសិនបើពួកគេមិនដឹងថារាងកាយអត្រាពិតប្រាកដជានរណាទេតើពួកគេសម្លាប់នរណាបានដល់របៀបណាទៅបើសិនជាពួកគេវាប្រហារដោយគ្មានគោលដៅនោះលោកតាភូមិបានស្ដាប់សំណួរហើយគឺពិតជាខឹងខ្លាំងមែនទែនតែមិនដឹងថានិយាយអ្វីទេគាត់ក៏បានគិតក្នុងចិត្តថាចង្រៃយោអាមរត់ចង្រៃនេះវាធ្វើយើងកាន់តែពិបាកហើយតើវាបង្កបញ្ហាជាអាក្មេងទៅទៀតឬគាត់ក៏បានឈប់យ៉ាងយូរមុនពេលដែលគាត់បានតបទៅវិញរាងកាយអត្រាប្រកបជាមួយទៅនឹងម្ចាស់រាងកាយអត្រាខាងខ្លាយមានតែអ្នកតំណងដែលមិនអាចនឹកស្មានដល់ពេលពួកគេទាំងពីរនាក់បានជួបគ្នាពួកគេអាចបារម្ភអំពីគ្នាទៅវិញទៅមកបានហ្នឹងហើយបាទចេះតែខកជ្រៅទៅហើយបាទបកកែបណ្ឌិតរៀងមកចាំមើលទៅមុខទីវាយ៉ាងម៉េចចាប់តាំងពីពួកគេបានជួបគ្នាពួកគេនឹងមានអារម្មណ៍ការសើគ្នាចំពោះគ្នាទៅវិញទៅមកប៉ុន្តែពួកគេជាស្ត្រូវធម្មជាតិនឹងគ្នានឹងត្រូវតែជួបគ្នារហូតដល់ដង្ហើមចុងក្រោយរបស់ពួកគេនៅពេលដែលគាត់បាននិយាយហើយផ្នែករបស់ជនមូប្រែទៅជាភ្លឺភ្លាមដោយក្តីរំភើបតែម្ដងនៅពេលដែលគាត់បានទះដៃពីរម្ដងហើយក៏បាននិយាយថាអូត្រូវហើយពេលខ្ញុំជួបស៊ូសិង្ហោខ្ញុំមានអារម្មណ៍បែបនេះដែរមិនចម្លែកទេវាអញ្ចឹងនោះយើងបានជួបគ្នាលើដងទន្លេនៅពេលនោះគាត់បានបញ្ឈប់ទូករបស់គាត់ហើយអញ្ជើញខ្ញុំឡើងទៅនិយាយគ្នាជាមួយនឹងគាត់ដូច្នេះវាបានថានេះគឺជាទំនាក់ទំនងរវាងការរបស់ពួកយើងតែមែនទេគ្រូជាតិបានសួរទៅទាំងការសង្ស័យស៊ូសិង្ហោមកពីឋានសួគ៌ពោះហើយព្រះដែលខ្ញុំបានជួបដែលបានបញ្ជូនក្រុមហន្តរាយមកកាន់កន្លែងយើងក៏ជាមនុស្សមកពីឋានសួគ៌ពោះដែរតើវាជាកន្លែងបែបណាទៅពិតជាមានព្រះនិងសំបីតែរូបកាយអធិតាមែនទេព្រះចាលោកគូតែស្គាល់កន្លែងនោះតាមែនទេលោកតាផងក៏បានដកហៅធម្មបន្តិចហើយក៏បានប្រាប់ទៅថាហើយពួកគេគ្រាន់តែជាព្រះខ្លែងខ្លាយតែប៉ុណ្ណោះឋានសួគ៌ពោះគ្មានអ្វីក្រៅពីក្រុមអ្នកបម្រើនោះទេពួកគេគឺជាភ្នែកដែលពួកព្រះទាំងអស់នោះដើរដើម្បីត្រួតពិនិត្យមកកាន់ពិភពលោករបស់យើងតែប៉ុណ្ណោះក្រុមហន្តរាយ7នេះនៅក្នុងរាជវង្សចង្ការបស់ឯងនេះបានធ្វើឲ្យមនុស្សស្ថិតនៅក្នុងស្ថានភាពភ័យខ្លាចបែបនេះហើយមិនដឹងថាថ្ងៃណាអាចងើបឡើងវិញបានទេប៉ុន្តែក្រុមហន្តរាយរបស់ឋានសួគ៌ពោះគ្រាន់តែជាការវាយប្រហារតាមរយៈការស្ថិតតែប៉ុណ្ណោះប្រសិនបើព្រះពិតមួយអង្គបានបញ្ជូនក្រុមហន្តរាយមកនោះឯងកុំគិតគាត់បានកលៃផ្នែករបស់គាត់ចេញហើយក៏បានជឿថាសមត្ថភាពអង្កើតដែលមានជម្រៅ30000យ៉ាត់ហើយត្រូវបានលេចក្នុងត្រឹមពេលតែមួយយប់ភាពអង្កើតនៃភាសាបារាំងដ៏ចាដើមឡើយជាសមាសមុទ្រប៉ុន្តែបានប្រែក្លាយជាដីគោកនិងភ្នំក្នុងរយៈពេលត្រឹមតែមួយយប់ខ្ញុំបានវាយគ្នាជាមួយនឹងឋានសួគ៌ពោះពេញមួយជួររបស់ខ្ញុំហើយពួកគេមិនងាយស្រួលក្នុងការដោះស្រាយទេទោះជាយ៉ាងណាក៏ដោយនោះអន្តរភាពនៅពីខាងក្រោយឋានសួគ៌ពោះគឺពិតជាពិបាកក្នុងការដោះស្រាយជាងនេះទៅទៀតឯងនឹងជួបគេហើយមួយក៏នឹងជួបគេដែរពីគ្រាន់តែបញ្ជូននិងមិនឆាប់តែប៉ុណ្ណោះឋានសួគ៌ពោះនឹងបញ្ជូនក្រុមហន្តរាយមកលើរាជវង្សចង្ការបស់ឯងបន្តិចម្ដងទោះជាយ៉ាងណាក៏ដោយស្ត្រូវសំខាន់របស់ឋានសួគ៌ពោះគឺនៅតែជាអតីតមនុស្សរបស់យើងខ្ញុំបានប្រយុទ្ធជាមួយពួកគេអស់រយៈពេលច្រើនរយឆ្នាំមកហើយប៉ុន្តែបច្ចុប្បន្នខ្ញុំសល់អ្វីទៅខ្ញុំគ្រាន់តែសល់រាងកាយពាក់កណ្ដាលពិការតែប៉ុណ្ណោះខ្ញុំអាចរស់នៅបានតែរយៈពេល2ទៅ3ឆ្នាំទៀតតែប៉ុណ្ណោះឯងប៉ុន្តែឯងវិញក៏បានជ្រុលអំពីផ្លូវមីគីរួចទៅហើយដូច្នេះឥឡូវនេះឯងអាចប្រយុទ្ធជាមួយពួកគេបាននៅពេលអនាគតនឹងមានមើលផងដែរឥឡូវនេះខ្ញុំបានដើរចេញអំពីភាសាប្រាណចាប្រកាសជានឹងមានអ្នកបលេខ្ញុំក្នុងរយៈពេលប្រហែលថ្ងៃក្រោយមកជាមិនខានដល់ពេលនោះខ្ញុំនឹងត្រូវតែប្រយុទ្ធជាមួយពួកគេម្ដងទៀតអត្រីមនុស្សមិនអាចស្លាប់នៅលើក្រែបានទេក្រែនេះមិនមែនជាកន្លែងសម្រាប់ឲ្យខ្ញុំធ្វើការសម្រាប់ឲ្យស្រួលចិត្តបានឡើយអត្រីមនុស្សគ្រប់រូបតែងតែស្លាប់នៅក្នុងសមរភូមិតែប៉ុណ្ណោះគ្រូជាតិបានស្ដាប់ទៅហើយក៏បានសម្លឹងមើលទៅកម្មតែមេឃនៅពេលដែលគាត់បាននិយាយសួរតើឋានសួគ៌ពោះគឺពិតជាខ្លាំងតែមែនទេឋានសួគ៌ពោះថ្ងៃណាមួយកងទ័ពក្នុងរាជវង្សចង្ការបស់ខ្ញុំនឹងជន់ទីពួកឯងប៉ុន្តែដំបូងយើងនឹងជន់ឆ្លីនៅក្នុងអាណាចក្រប៉ាព្រៀងជាមុនសិនគាត់បានក្រោកឆ្លងហើយក៏បាននិយាយឡើងថាអ្នករាល់គ្នាសូមផ្លាស់ទីចូលទៅកាន់ច្រកទ្វារហេឡានរបស់រាជវង្សអាណាចក្រប៉ាព្រៀងទៅបន្ទាប់មកជនមកក៏បានយករទេះរបស់លោកតាភូមិឲ្យលោកតាភូមិអង្គុយលើហើយពួកគេក៏បានធ្វើដំណើរបន្តចូលទៅខាងក្នុងកាន់តែជ្រៅទៀតទៅលោកតាវិការជើងបានរើសភៅមាសលើតុមកបន្ទាប់មកគាត់ក៏បានឲ្យទៅកាន់ឈិនមូនៅពេលដែលគាត់បាននិយាយថាសៀវភៅនេះមិនដឹងថាមានថាអ្វីទុកនៅខាងក្នុងនោះទេឯងកុំធ្វើប្រហែសពេកអីវិញគួរតែប្រចាំខ្លះទៅឈិនមូក៏បានយកសៀវភៅមកហើយក៏បានភ្លាមនៅពេលដែលគាត់បាននិយាយថាសៀវភៅនេះគឺមិនមែនជារបស់ផាកកន្សូលទេវាជាសៀវភៅក្បាលមកពីគ្រូសា
សារឈីនរបស់ខ្ញុំដែលខ្ញុំបានចូលទៅប៉ុន្តែវាត្រូវបានលួចទៅដោយផាកន្សូលលោកតាវិការជាងក៏បានកំហឹមបន្តិចនៅពេលដែលគាត់បានថាមូអឺឯងពិតជាមិនខិតខំប្រឹងប្រែងគ្រប់គ្រាន់ទេតើឯងអាចឲ្យក្មេងល្អិតនោះលួចរបស់ពីឯងបានដល់វិណាទៅបន្ទាប់ពីរៀនជំនាញរបស់យើងហើយហេតុអ្វីបានជាឯងនៅតែអន់បែបនេះជាងមកក៏បាននិយាយទៅថាខ្ញុំគឺគ្រាន់តែជាលេខ2តែប៉ុណ្ណោះប៉ុន្តែលោកតានៅតែចង់ជ្រើសខ្ញុំឲ្យខ្លាចជាលេខ1ខ្ញុំមិនអាចខ្លាំងដូចជាលោកតាទេប៉ាសោក៏ពិតជាបានបើកសភៅនេះពិតមែនអូលោកតាត្រូវហើយខ្ញុំបានជួបមួយឪពុករបស់ខ្ញុំហើយលោកតាភូមិសាស្ត្រមានការឆ្អើភ្លាមនៅពេលដែលគាត់បានសួរឡើងថាយ៉ាងម៉េចថាឯងបានជួបមនុស្សមកពីភូមិកេវល់ឬជាងមួយក៏បានតបទៅថាខ្ញុំបានជួបជាមួយឪពុករបស់ខ្ញុំនៅក្នុងកប៉ាល់នោះនៅក្នុងចន្លោះភ្នំខ្មោចប៉ុន្តែគាត់បានប្រើប្រាស់ចែកទេហាមខត់រួចទៅហើយដើម្បីបិទភ្ជាប់រាងកាយរបស់គាត់បានប្រែក្លាយទៅជាមនុស្សដើមឈើគាត់បានចុះហត្ថលេខាលើលក្ខន្តិកៈរបស់រដ្ឋផែនដីដូច្នេះគាត់មិនអាចបើកភ្នែករបស់គាត់ដើម្បីសម្លឹងមើលមកការខ្ញុំបានទេគាត់បានរៀនខ្ញុំយ៉ាងច្រើនប៉ុន្តែគាត់នៅតែត្រូវចែកផ្លូវជាមួយខ្ញុំហើយគាត់និយាយថាគាត់មិនជួបខ្ញុំទៀតទេគ្រូជាគឺពិតជាមានការផ្អើលខ្លាំងណាស់នៅពេលដែលគាត់បានឃើញឈិនមូបែបនេះគាត់មិនត្រឹមតែមានការអធិតែប៉ុណ្ណោះទេប៉ុន្តែថែមទាំងមានឪពុកជាព្រះទៀតផងគាត់ក៏បានឆ្ងល់ថាតើប្រជាជននៅក្នុងភូមិកវល់អាចខ្លាចជាព្រះបានដល់រៀនទៅតើពួកគេធ្វើយ៉ាងម៉េចគាត់ស្រាប់តែនឹកឃើញភ្លាមថាស្ពានអធិភាពរបស់ភូមិកវល់គឺមិនត្រូវបានកាត់ផ្ដាច់ទេប្រជាជននៅក្នុងរាជធានីត្បូងតូចបានប្រាប់គាត់ពីមុនថាស្ពានអធិភាពរបស់មនុស្សគ្រប់គ្នានៅក្នុងលោកគឺអាចត្រូវខូចខាតប៉ុន្តែលើកលែងតែមនុស្សនៅក្នុងភូមិកវល់តែប៉ុណ្ណោះពួកគេមិនត្រូវបានខូចខាតនោះទេតាមនេះវាបានថាតើស្ពានអធិភាពរបស់ឈិនមូគឺពិតជាមិនបានកាត់ផ្ដាច់ទេឬពួកគេបន្តដំណើរទៅមុខសង្គ្រាមធំនៅតែបន្តផ្ទុះឡើងដដែលក្រុមធានជាមួយទៅនឹងអ្នកធ្វើការផ្សេងៗក៏បានធ្វើការវិភាគយ៉ាងសាហាវទៅកាន់ភាគីម្ខាងមេតបជានសង្សេងនិងដូចអំស្ដីពីអ្នកទៀតបានប្រើប្រាស់កប៉ាល់ហោះធ្វើជាដាវពួកគេបានធ្វើការកំប្រងយ៉ាងល្អឥតខ្ចោះដើម្បីធ្វើការវិភាគឲ្យត្រូវពេលឆន្ទៈវិចិត្ររបស់ពួកគេបានឈានដល់ចំណុចកំពូលហើយពួកគេនៅតែមានកំភ្លើងវិចិត្រចំនួន 14000 ដើមនៅក្នុងទូករបស់ពួកគេដូច្នេះពួកគេគឺពិតជាមានព្រាបខ្លាំងណាស់សូម្បីតែស្ដេចសាមានជាមួយទៅនឹងមនុស្សនៅក្នុងអាណាចក្រស្ពានអធិភាពផ្សេងទៀតនៅខាងស្រូវក៏ពិបាកទប់ទល់ជាមួយនឹងការវិហាររបស់កំភ្លើងធំនេះដែរនៅពេលដែលពួកគេបានចូលទៅខាងក្នុងទីក្រុងហើយក៏เลยមកកាន់ឈិនមូគាត់ក៏បានយកសភៅរបស់គាត់មកមើលនៅពេលដែលគាត់បានបើកមើលទំព័រដំបូងគាត់ក៏ស្រាប់តែបង្ហាញទឹកមុខផ្លាស់ប្ដូរភ្លាមៗតែម្ដងលោកតាវិការជាងក៏បានសួរទៅភ្លាមៗថាមូអឺតើឯងកំពុងធ្វើអ្វីហ្នឹងឈិនមូក៏បានប្រើប្រាស់ចម្រៀងដែលគាត់បង្កើតបានទៅជាខ្សែបន្ទាត់មួយវាមានរាងមូលហើយបន្ទាត់ជាការ៉េបន្ទាប់មកប្រែក្លាយជាទម្រង់ត្រីកោណជាមួយទៅនឹងបន្ទាត់រាងពីកណ្ដាលរង្វង់គាត់ក៏បានតបទៅកាន់លោកតាវិញថាខ្ញុំកំពុងតែធ្វើការវាស់ស្ពានដើម្បីចាប់សត្វបច្ចេកទេសនៅក្នុងសិភៅគ្រួសារឈិនរបស់ខ្ញុំគឺពិតជាចម្លែកបន្តិចប្រសិនបើខ្ញុំចង់ចាប់វាឲ្យជាប់នោះខ្ញុំត្រូវតែធ្វើការហ្វឹកហាត់ខ្ញុំនឹងត្រូវតែធ្វើការគណនាគ្រប់ជ្រុងនៃកម្លាំងឈាជីវិតរបស់ខ្ញុំរូបភាពនេះវាអាចជាអ្វីទៅលោកតាវិការជើងបានសួរទៅទីងការចង់ដឹងតែម្ដងឈិនមួយក៏បាននិយាយទៅថាបច្ចេកទេសនៅក្នុងសភៅនេះខ្ញុំគិតថាវាគួរតែជាវិធីសាស្ត្រក្នុងការចងភ្ជាប់ស្ពានអធិភាពលោកតាវិការជើងក៏បានសួរទៅទៀតតើអ្វីទៅជាស្ពានអធិភាពកំណត់ត្រោបវិញ្ញាណកំណត់ត្រោបអធិភាពក៏ដូចជាសរសៃវិញ្ញាណនៅក្នុងខ្លួនរបស់មនុស្សនៅទីនោះដូច្នេះមនុស្សម្នាក់អាចធ្វើការអនុវត្តបច្ចេកទេសដោយគ្រាន់តែការកលេចមើលមួយដងតែប៉ុណ្ណោះកំណត់ត្រោបអធិភាពគឺជាចន្លោះទេដូច្នេះនៅពេលដែលយើងប្រើប្រាស់កម្លាំងឈាមរបស់យើងវាបានផ្លាស់ប្ដូរទីខ្សែសរសៃនីមួយៗគឺពិតជាមានខុសគ្នាដូច្នេះខ្ញុំត្រូវតែវាស់វិមាត្រវាជាលក្ខពីពិបាកក្នុងការកំណត់កូអរឌីណេតនៅក្នុងលំហនេះណាហើយការធ្វើប្រហែសតែបន្តិចនោះនឹងបណ្ដាលឲ្យមានកំហុសខុសឆ្គងធំជាមិនខានជិនមួយក៏បានដកយកជើងនិងកដាក់ហើយធ្វើការគណនាភ្លាមទៅបន្ទាប់មកគាត់ក៏បានក្បាលតិចនៅពេលគាត់បាននិយាយថាប្រសិនបើកុំឲ្យមានកំហុសនោះខ្ញុំត្រូវតែប្រុងប្រយ័ត្នកំហុសតូចបំផុតនៅក្នុងវានឹងធ្វើឲ្យកំហុសកាន់តែធ្ងន់ធ្ងរកើតឡើងលើស្វេអធិភាពការគណនារបស់ខ្ញុំត្រូវតែត្រឹមត្រូវនឹងឈានដល់ខ្ទង់ទាំងអស់នោះនៅពីខាងក្រោយមូហូលើពីនេះទំហំនៃរាងកាយរបស់មនុស្សនៅក្នុងគំនូគឺខុសពីទំហំនៃរាងកាយមនុស្សពិតប្រាកដទំហំនៃកណ្ដោបត្រឡទេភាពនៅក្នុងទីនេះក៏ខុសពីកណ្ដោបត្រឡទេភាពរបស់មនុស្សពិតប្រាកដដែរដូច្នេះសូម្បីតែខ្ញុំធ្វើការគណនាតម្លៃលេខមូលដ្ឋានជាមុនសិនក៏ដោយក៏វានៅតែពិបាកក្នុងការធ្វើឲ្យវាសម្រេចបានទំហំនៃស្ពានអធិភាពរបស់មនុស្សគឺពិតជាមិនដូចគ្នាទេប៉ុន្តែជាមួយទៅនឹងតម្លៃលេខជាមូលដ្ឋាននោះមនុស្សម្នាក់អាចនឹងធ្វើការបង្ហាត់ដោយប្រើប្រាស់សមាមាត្របានបើសិនជាក្នុងករណីបែបនោះពួកគេនឹងអាចធ្វើការហ្វឹកហាត់និងធ្វើការតភ្ជាប់ទៅកាន់ស្ពានអធិភាពបានលោកតាវិការជាងក៏បានសួរទៅទៀតថាជាស្ពានអ្វីជនមួយក៏បានជាថាលោកតាហើយជាមានការងឿងឆ្ងល់ខ្លាំងណាស់ខ្ញុំមិនអាចនិយាយជាមួយលោកតាបានទេផ្នែកនេះពិបាកក្នុងការគណនាហើយក៏ពិបាកក្នុងការបញ្ចូលដែរខ្ញុំត្រូវចំណាយពេលក្នុងការគណនាយូរណាស់លោកតាភូមិក៏បានសួរទៅដែរថាគឺជាស្ពានអ្វីជនមួយក៏បាននិយាយទៅលោកតាក៏មិនយល់ដែរតែមែនទេគេហៅថាគឺជាស្ពានម៉ានពេញគ្រូជាក៏បាននិយាយទៅថាមិនអញ្ចឹងទេមុននេះឯងនិយាយថាគឺជាស្ពានអធិភាពចឹងអាស្ពានមុនហ្នឹងដឹង
ថាគេប្រើថាម៉េចប្រើចេញណាតើវាការជាងក៏បាននិយាយដែរថាត្រូវហើយវាត្រូវតែអញ្ចឹងគេហៅថាស្ពានអតិភិបលោកតាភូមិក៏បានយល់ថាអញ្ចឹងដែរឈ្មោះក៏បានដឹកខ្លួនភ្លាមៗហើយក៏បានជឿថាស្ពានអតិភិបរបស់បរិសុទ្ធនេះនៅក្នុងរូបគំនូរគឺត្រូវបានខូចខាតហើយបច្ចេកទេសដែលគាត់ប្រើដើម្បីធ្វើការជួសជុលវាត្រូវបានគេហៅថាគឺស្ពានម៉ាពីងខ្ញុំគ្រាន់តែកំពុងតែធ្វើការគណនាបច្ចេកនិកនៅក្នុងការតភ្ជាប់តែប៉ុណ្ណោះហើយស្វែងយល់អំពីអាថ៌កំបាំងរបស់ស្ពានម៉ាពីងនេះបច្ចេកទេសនេះពិបាកក្នុងការហ្វឹកហាត់ណាស់ហើយមានរីកច្រើនពេកដែលត្រូវតែធ្វើការវែងឲ្យស្គាល់និងមានភាពជាក់លាក់បំផុតបច្ចេកទេសដែលប្រើប្រាស់សម្រាប់ជួសជុលស្ពានអតិភិបនេះគឺពិតជាពិបាកក្នុងការយល់គណៈពេលនោះផងដែរក៏ប៉ាដែលពួកគេបានធ្វើណាក៏បានត្រូវបុកជាមួយទៅនឹងការវេហាហើយបែកខ្ទេចទីទាំងស្រុងតែម្ដងឈ្មោះក៏បានហោះឡើងទៅលើផ្ទះអាកាសគាត់បានកាន់សភៅពុំមេជាមួយទៅនឹងអ្វីដែលគាត់បានគូសជាប់នឹងដើមទ្រង់ជាប់រាងកាយរបស់គាត់ត្រូវបានបន្លាក់ដោយជក់ទឹកថ្នាំហើយក៏ហៀបនឹងធ្វើឲ្យសភៅពុំមេបន្លាក់ដោយទឹកថ្នាំបណ្ដាប៉ុន្តែវាមិនអាចជ្រាបចូលទៅក្នុងសភៅពុំមេបាននោះទេបរិសុទ្ធចំណេះទាំង3នេះចង់ហក់ទៅចាប់សភៅប៉ុន្តែភ្លាមៗនោះពួកគេក៏បានដកថយវិញនៅពេលដែលឃើញថាជាមូបានចាប់វាជាប់ទៅហើយមិនប្រលេងពីដើមទ្រង់ទៅសោះលោកតាភូមិក៏បាននិយាយទៅថាឆាប់ចាប់មកវិញសិនមកពួកគេក៏បានចុះទៅលើដីភ្លាមៗទៅកន្លែងខ្លះត្រូវបានឆាបចិត្តឲ្យភ្លើងផ្សែងហើយគ្រប់ទីកន្លែងជាមួយគ្នានេះផងដែរមនុស្សក្នុងណាចាក់ប៉ាព្រាមបានមកប៉ុន្តែតាហ៊ានបានការពារនៅច្រកចូលយ៉ាងតឹងរឹងតែម្ដងមិនឲ្យអាចចូលទៅដល់ឈ្មោះជាមួយទៅនឹងក្រុមរបស់លោកតាបានឡើយតាហ៊ានខាងណាចាក់ប៉ាព្រាមមើលទៅហាក់បីជាស្គួតយ៉ាងចឹងនៅពេលដែលពួកគេបានវិវហាដោយមិនគិតអំពីជីវិតរបស់ពួកគេឡើយសាកសពនៅខាងក្រៅកោដូចជាភ្នំយ៉ាងចឹងនៅពេលនេះនៅប្រមុខច្រកទ្វារហេឡានកងនាវាដែលដឹកនាំទៅដោយមេតបជាមួយទៅនឹងយូយៀនហើយនឹងឈុនយូបានឈប់នៅចម្ងាយ60ម៉ាយមិនបានចូលទៅខាងក្នុងទេកំភ្លើងធំបានចេញជាបន្តបន្ទាប់ហើយបានវាកន្តិចប៉មនៅកាន់ច្រកទ្វារជាបំណែកមានមនុស្សច្រើននៅក្នុងណាចាក់ប៉ាព្រៀងក៏បានរកខ្លួនដូចជាឆ្កែអនាថាផងដែរប៉ាក៏សុំអារម្មណ៍ថាតាជាពេញខ្លួនតែម្ដងនៅពេលដែលគាត់បានឃើញបែបនេះច្រកទ្វារទីក្រុងត្រូវបានផ្លាញ់ចោលហើយកងទ័ពដែលបានចាញ់ត្រូវបានបញ្ញាចេញទៅខាងក្រៅវិញយ៉ាងលឿនពួកគេរងការខូចខាតច្រើនខ្លាំងណាស់នៅថ្ងៃនេះប៉ាក៏សុំក៏បាននិយាយទៅទាំងមើលមកថានាំខ្ញុំចេញទៅបោះបង់ចោលទីក្រុងនេះហើយដកថយអបញ្ញត្តិឲ្យលឿនឡើងពួកសិស្សនៅក្នុងវិមានឡានទាំងអស់ត្រូវតែចាក់ចេញឲ្យបានឆាប់ឲ្យលឿនបេះដូងរបស់គ្រូវិទ្យាមន្តបានញ័របន្តិចនៅពេលដែលគាត់បានសួរទៅកាន់ផាកសោថាលោកម្ចាស់ប្រសិនបើពួកសិស្សក្នុងវិមានឡានរបស់យើងបានដកថយកងទ័ពទាំងអស់នេះប្រកាសជានឹងគ្មានផ្លូវរត់ធានមានជីវិតទេផាកសោក៏បាននិយាយទៅទាំងសោកស្កាត់ថាប៉ុន្តែវិមានឡានរបស់យើងមិនអាចបោះបង់បានទេយើងត្រូវតែនៅរស់មានជីវិតបន្តដោយការការពារពួកសិស្សនៃវិមានឡានរបស់យើងនឹងស្លាប់តែនៅក្នុងទីក្រុងនេះតែប៉ុណ្ណោះយើងត្រូវតែរក្សាកម្លាំងនិងសេសសរបស់យើងស្មារតីភូមិពិតប្រាកដគឺនៅលើវាស្មៅគេឈ្មោះរបស់វិមានឡានរបស់យើងមិនមែនបានមកដោយសារតែការគ្រប់ទេប្រសិនបើគ្រូជាតិនៅក្នុងជីវងចាងកាងបណ្ដាំយកតំបន់វិស្មារបស់យើងនោះក៏នឹងត្រូវតែចំណាយការខិតខំប្រឹងប្រែងយ៉ាងខ្លាំងផងដែរនេះមិនមែនជារឿងងាយស្រួលទេបន្ទាប់មកគ្រូវិទ្យាមន្តទាំងអស់ក៏បានបញ្ចេញបញ្ជាឲ្យកងទ័ពនៅក្នុងវិមានឡានរបស់គេដកថយស្ថានភាពនៅក្នុងសមរភូមិកាន់តែច្បុកច្បល់ខ្លាំងឡើងទឹកចិត្តរបស់កងទ័ពត្រូវបានបាក់មនុស្សគ្រប់គ្នាចង់តែរត់ឲ្យរស់រានមានជីវិតតែប៉ុណ្ណោះពួកគេក៏បានរគេចចេញតាមច្រកទ្វារឈីងអ្នករសិសល់ត្រូវបានសម្លាប់ចោលដោយគ្មានមេត្តាដោយអាណាចក្រចាងកាងយូយៀនជាមួយទៅនឹងឈូយុនបានគ្រប់គ្រងកន្លែងនេះទាំងមូលតែម្ដងគាត់បានគ្រប់គ្រងផ្ទៃដីមួយចំនួនប៉ុន្តែមិនបានរារាំងពីការចាក់ចេញរបស់មនុស្សទាំងអស់នោះឡើយគាត់គ្រាន់តែលោកបាត់ស្ត្រូវទាំងអស់ដែលនៅក្នុងចំពោះមុខគាត់តែប៉ុណ្ណោះអ្នករកគេខ្លួនគឺរស់អ្នកដែលនៅគឺស្លាប់នៅខាងក្រោមកប៉ាកងទ័ពនៅក្នុងជីវងចាប់ផ្ដើមធ្វើការបោះសម្អាតសមរភូមិនេះភ្លាមបន្ទាប់ពីគេត្រូវបានរកគេខ្លួនផាកសោបានកលៃបើប្រកាន់ច្រកទ្វារហេឡានវិញកាយភ្លើងបានឆាបឆេះនៅក្នុងការធានរបស់គាត់ពេញតែម្ដងនៅពេលដែលគាត់បានឃើញកងទ័ពរបស់គាត់ត្រូវបានខ្ទេចទីមនុស្សជាច្រើនក៏បានព្យាយាមរត់ដើម្បីរស់រានមានជីវិតអ្នកខ្លះព្យាយាមឡើងទៅកាន់ព្រំហេឡាននៅពេលដែលពួកគេមិនអាចគេចចេញអំពីទីក្រុងបានភាគច្រើនពួកគេគឺបានស្លាប់គ្រូវិទ្យាមន្តជាមួយទៅនឹងដាច់សាមញ្ញមួយចំនួនក៏បានត្រឡប់មកជួបជុំជាមួយផាកសោវិញក្នុងផ្នែករបស់គេមានការបែកខ្លាចនិងមានភាពអស់សង្ឃឹមយ៉ាងខ្លាំងប៉ុន្តែផាកសោនៅតែស្ងប់ស្ងាត់ដែរនៅពេលដែលគាត់បានណែនាំថាចូលធ្វើការបែកនិងបំពុលហូបទឹកទាំងអស់នៅក្នុងវាស្មៅទាំងអស់នេះជាមួយនឹងធម៌ពលរបស់ពួកយើងធ្វើឲ្យជំងឺអសន្នរោគរាលដាលពីពេញផ្ទៃទឹកលោកម្ចាស់នេះក៏ស្ពាត់អស់លើវាស្មៅនឹងត្រូវបានបំពុលរហូតដល់ស្លាប់តាមនេះគឺសោតម្លៃទេផាកសោក៏បាននិយាយទាំងបង្អើកន្តើយថាវាស្មៅនេះគឺពិតជាធំល្មមហើយតារាមណាយើងមិនបំពុលទៅហូបទឹកនៅក្នុងទីក្រុងទាំងអស់នោះទេយើងនៅតែអាចរក្សាផ្នែកមួយនៃទីក្រុងបានកុំបារម្ភច្រើនពេកអីសាសាមញ្ញអង្គក៏បានតបទៅថាប៉ុន្តែកងទ័ពនិងក្រុមតុយច្រើនប្រកាសនឹងត្រូវបានស្លាប់តាមនេះវាសមនឹងការលះបង់ដែរទេផាកសោក៏បាននិយាយទៅទាំងគ្មានអារម្មណ៍អ្វីទាំងអស់នៅពេលដែលគាត់បានប្រាប់ថាពួកមនុស្សទាំងអស់នោះគឺសត្វតែជាមនុស្សក្រីក្រវាមានតម្លៃណាស់សម្រាប់ពួកគេក្នុងការស្លាប់ជាមួយទៅនឹងមនុស្សទាំងអស់នេះនៅក្នុងរាជវង្សចាងកាងបំបែកនឹងធ្វើការបំពុលហូបទឹកភ្លាមទៅពួកយើងមិនអាចបញ្ជាពេលបានទេបើមិនចឹងទេនោះនៅពេលដែលកងទ័ពនៃរាជវង្សចាងកាងមកដល់ទីនេះគោលដៅដំបូងរបស់ពួកគេប្រកាសជាវិមានឡានរបស់យើងជាមិនខានឡើយមនុស្សគ្រប់គ្នាក៏បានបែកគ្នាធ្វើតាមបញ្ជារបស់គាត់ទៅគាត់បានដើរឆ្ពោះទៅកាន់វិមានឡានរបស់គាត់វិញនៅពេលដែលគាត់បានរអួលតនៅក្នុងចិត្តថាវាមានរយៈពេលច្រើនឆ្នាំមកហើយប្រហែលជាពី7ទៅ8000ឆ្នាំហើយតែមែនទេបេះដូងរបស់ខ្ញុំស្ងប់ស្ងាត់ដូចជាអណ្ដូងដែលមិនកម្រើកដោយគ្មានរលកសំបីតែបន្តិចឡើយនេះជាលើកដំបូងហើយតែមែនទេដែលខ្ញុំមានអារម្មណ៍ថាមានរលក
លោកផ្ទុះឡើងក្នុងចិត្តរបស់ខ្ញុំនេះជារបស់ហើយដែលខ្ញុំមានអារម្មណ៍ថាចង់តស៊ូដើម្បីជីវិតរបស់ខ្ញុំរាជវង្សយ៉ាងកាងគ្រូជាតិមេនិកាយវិសាតានសួរពួកឯងទាំងអស់គ្នាបានរំទុះចេតនាសម្លាប់របស់ខ្ញុំហើយក្លែមប្រកាន់ឈិនមួយវិញគាត់បានក៏លេចមើលទៅកាន់មកភូមិនេះហើយក៏បានក៏លេចមើលមកកាន់សភៅមានរបស់គាត់វិញតាចាស់ទាំង3ក្បាលនោះបានក៏លេចមើលមកកាន់គាត់ទាំងការរំភើបនៅពេលដែលពួកគេបានឃើញឈិនមួយកំពុងតែធ្វើការតបភ្ជាប់នៅអ្វីដែលគាត់បានគណនាអូអស្ចារ្យណាស់តើវិជាជននៅក្នុងភូមិខៀវវល់អាចគិតអំពីរបៀបក្នុងការតបភ្ជាប់ស្វែងរកភាពបានដល់ដូចទៅនេះគឺពិតជាអស្ចារ្យណាស់សមត្ថភាពនៃការគណនាអស្ចារ្យបែបនេះដើម្បីធ្វើការគណនានិមិត្តសញ្ញាសម្គាល់មុនពេលដែលប្រែក្លាយវាទៅជាបច្ចេកទេសនេះគឺពិតជាអ្វីមួយដែលមិនអាចជួបបានគ្រូជាក៏បានចេះទៅថាលោកមេប៉ាឈិនតើខ្ញុំអាចត្រឡប់ទៅកាន់តំបន់ដើមបានទេស្ពានម៉ានពេញមិនគួរមានទំនាក់ទំនងទាំងអស់នៅទីនោះទេវាច្បាស់ជាមានបច្ចេកទេសផ្សេងទៀតបន្ទាប់ពីតំបន់នេះទោះជាណាក៏ដោយការគណនានោះគឺពិតជាស្មុគស្មាញខ្លាំងណាស់ហើយទាមទារឲ្យមានលទ្ធផលខ្ពស់ក្នុងការគណនាឆ្ងាយណាស់គឺពិតជាមិនងាយស្រួលនោះទេលោកតាមេភូមិក៏បាននិយាយថាវាពិតជាបច្ចេកទេសបន្ទាប់ដែលត្រូវបានគណនាគឺពឹងផ្អែកទៅលើស្ពានម៉ានពេញអាចកំបាំងនៃផ្លូវដែលអាចកំបាំងនេះគឺពិតជាអស្ចារ្យវាពិតជាអាចសាងសង់ព្រះពន្លាមួយនៅខាងលើផ្ទៃអាកាសបានដើម្បីធ្វើការគណនាដល់ចំណុចនេះគឺពិតជាការគណនាដល់ទេភាពពិតមែននេះមិនមែនជាអ្វីដែលមនុស្សអាចធ្វើការគណនាបានទេនេះគឺជាបច្ចេកទេសមួយដែលអាចមានតែអ្នកប្រាជ្ញនៅក្នុងភូមិគេវល់តែប៉ុណ្ណោះដែលអាចធ្វើបានលឿនឡើងត្រឡប់ទៅកាន់តំបន់បន្ទាប់ទៅតែឯងសម្លឹងមើលខ្ញុំដើម្បីអ្វីទៅលឿនឡើងឈិនមូបានកលេចមើលទៅកាន់ពួកគេបន្តិចហើយក៏បានខែបន្តិចបានហើយកលេចមើលទៅខាងក្រៅទៅច្រកធ្វើទៅការណាចាប់បាត់ព្រាមត្រូវបានផ្លាញចោលហើយពួកគេគឺពិតជាប្រាជ្ញធន់ធ្ងន់ណាស់តែយើងមិនគួរធ្វើដំណើរទៅមុខទេឬមិននឹងចាប់ដើមឆាប់នេះហើយប្រសិនបើយើងស្នាក់នៅក្នុងកន្លែងនៅពេលយប់នោះកន្លែងនេះគឺពិតជានឹងមានគ្រោះថ្នាក់ខ្លាំងណាស់នៅពេលដែលភេកគាត់បានហក់ចូលមកតែពួកយើងអាចការពារបានទេកន្លែងនេះគឺជាភាសាវរណាចារណាកុំភ្លេចសោះបន្ទាប់ពីគាត់បាននិយាយហើយពួកគេទាំង3នាក់ក៏នៅស្ងៀមភ្លាមគាត់មានអារម្មណ៍ថាដូចជាធន់ទ្រាំពួកគេបន្តិចដែរគាត់ក៏បានប្រាប់ទៅទៀតថាមិនថាអ្នកនរគ្នាមើលវាយូរយ៉ាងណាទេយូរប៉ុណ្ណាក៏ដោយប្រសិនបើអ្នកនរគ្នាមិនអាចគណនាហេតុផលនៅក្នុងបច្ចេកទេសនេះបានទេការវឹកហាត់ដោយបញ្ញានឹងធ្វើឲ្យអ្នកនរគ្នាប្រែក្លាយទៅជាមនុស្សអភិជនជាមិនខានឡើយប្រសិនបើបង្ខំនោះឈិនមូក៏បានសួរទៅកាន់លោកតាមេភូមិថាលោកតាមានទំនុកចិត្តក្នុងការបិទស្ពានទេភាពរបស់លោកតាដែរទេលោកតាភូមិក៏បានក្បាលភ្លាមនៅពេលដែលគាត់បានប្រាប់ថាខ្ញុំមិនមានអាយុវែងទេដូច្នេះវាអាស្រ័យទៅលើវាសនារបស់ខ្ញុំថាតើខ្ញុំអាចបិទស្ពានទេភាពរបស់ខ្ញុំមុនពេលខ្ញុំស្លាប់បានឬអត់នោះឡើយខ្ញុំមិនដឹងទេតាមបច្ចេកទេសទាំង3ប្រភេទនៅក្នុងសភៅមួយនេះការបិទស្ពានទេភាពមិនមែនជាបច្ចេកទេសក្នុងការអនុវត្តបានដោយងាយស្រួលឡើយគ្រូជាក៏បានងក់ក្បាលនៅពេលដែលគាត់បាននិយាយទៅថាមុននោះយើងត្រូវតែគណនាហេតុផលបច្ចេកទេសនៅក្នុងវាជាមុនសិនចំណុចទាំងនេះមានសារៈសំខាន់ណាស់ហើយយើងត្រូវតែបង្កើតគំរូបច្ចេកទេសឲ្យបានឆាប់តាមអាចធ្វើទៅបាននៅពេលដែលយើងត្រូវធ្វើរួចយើងនឹងអាចផ្សព្វផ្សាយចំណេះដឹងនេះបានទៅខាងក្រៅលោកតាវិការជើងក៏បានសាកចំអកគ្រូជាតិអាចចង់ផ្សព្វផ្សាយបច្ចេកទេសនេះដែលអនុញ្ញាតឲ្យមនុស្សប្រែក្លាយជាព្រះនរៈប៉ុន្តែតើឯងអាចសុំការអនុញ្ញាតអំពីមនុស្សនៅគ្រួសារឈានជាមុនសិនហើយឬនៅយ៉ាងណាមិនបច្ចេកទេសទាំងអស់នេះមិនមែនជារបស់ឯងទេគ្រូជាតិក៏ស្រឡាញ់កាំងមួយស្ទុះផងដែរហើយក៏បានសុំទោសខ្ញុំគ្រាន់តែគិតថាបច្ចេកទេសនេះអាចផ្សព្វផ្សាយបានឬអត់ប៉ុន្តែខ្ញុំភ្លេចសួរកម្មវិចាររបស់គេទៅហើយលោកមេនិកាឈិនតើយ៉ាងម៉េចដែរឈិនមកក៏បានញោមនៅពេលដែលគាត់បាននិយាយថាខ្ញុំមិនមានកម្រងទុកវាសម្រាប់តែខ្លួនឯងទេខ្ញុំគ្រាន់តែគិតថាយើងគួរតែចាយផ្សព្វផ្សាយវាផងដែរទៅខាងក្រៅព្រោះមិនចាំបាច់ទុកវាសម្រាប់តែខ្លួនខ្ញុំម្នាក់ឯងទេគ្រូជាក៏បានដកដង្ហើមធំនឹងការទូស្រាមុនពេលដែលគាត់បាននិយាយថាអធិមនុស្សចាស់ខ្ញុំយល់ហើយអ្វីបានជាលោកជ្រើសរើសគាត់ជាអ្នកស្នំអំណាចរបស់លោកគាត់ពិតជាមនុស្សដែលមានគុណតម្លៃខ្លាំងណាស់និងមានចិត្តកណិតទូលំទូលាយស័ក្តិសមនឹងធ្វើជាអធិមនុស្សគាត់នៅក្មេងប៉ុន្តែចិត្តកណិតរបស់គាត់គឺពិតជាមិនមែនជាក្មេងនោះទេលោកតាភូមិក៏បាននិយាយទៅទាំងស្ងប់ស្ងាត់ថាមូអឺគឺត្រូវបានបង្រៀនដោយពួកយើងដូច្នេះវាជាការពិតហើយផ្នែកកំណត់របស់គាត់មិនទាំងអាចតូចតាចបានទៅតាមមែនទេបាទហ្នឹងហើយអស់នេះឥឡូវនេះជាការស្រែកសាច់រឿងប៉ុណ្ណេះសិន